ព្រះសម្មាសម្ពុទ្ធសម្ដែងអំពីសេចក្តីស្លាប់នៅក្នុងបទធម៌មួយព្រះអង្គសម្ដែងថាអបមាទោអមតាំងបទាំងសេចក្តីមិនប្រមាទគឺជាបទនៃសេចក្តីមិនស្លាប់ហើយបមាទោមច្ចណោបទាំងរីឯសេចក្តីប្រមាទគឺជាឈ្មោះនៃសេចក្តីស្លាប់ហើយបើពាក់ព័ន្ធជាមួយនឹងបុគ្គលគឺថាបុគ្គលឯណាដែលក្នុងការដែលរស់នៅមិនមានសេចក្តីប្រមាទខិតខំប្រឹងប្រែងបំពេញកងការកុសលសេចក្តីល្អអំពើជាប្រយោជន៍ដល់សង្គមជាតិក៏ដូចជាសត្វលោកទូទៅទោះបីជាដល់ពេលអស់ជីវិតក៏ឈ្មោះថាមិនស្លាប់រីឯបុគ្គលដែលរស់នៅមានជីវិតនៅឡើយហើយមិនបានបំពេញនៅអំពើល្អទោះបីជារស់ក៏ឈ្មោះថាស្លាប់ទៅហើយតើស្លាប់អ្វីរស់អ្វីនៅក្នុងរូបរាងកាយរបស់យើងគឺមានកាយ3កាយ3ទី1គឺរូបកាយរូបកាយគឺបានដល់រូបរាងកាយទាំងអស់ហ្នឹងដែលយើងអាចមើលឃើញដែលអាចចាប់បានអាចស្គាល់សម្គាល់រូបរាងសន្តានបានហ្នឹងហៅថារូបកាយទី2ហៅថានាមកាយនាមកាយគឺសំដៅទៅដល់ចិត្តវិញ្ញាណចិត្តចេតសិកនឹងឯងហៅថានាមកាយរីឯកាយទី3ហៅថាធម្មកាយធម្មកាយនេះគឺសំដៅទៅដល់គុណធម៌ផ្សេងចំណេះដឹងផ្សេងសេចក្តីល្អផ្សេងដែលវាអាស្រ័យនឹងរូបកាយនិងនាមកាយនេះនឹងអញ្ចឹងតើនៅពេលដែលយើងអស់ជីវិតទៅតើបែកធ្លាយអីខ្លះនៅពេលដែលអស់ជីវិតហៅថាបែកធ្លាយបញ្ចខណ្ឌណានៅក្នុងទុក្ខសច្ចៈមរណៈគឺការបែកធ្លាយខណ្ឌបែកធ្លាយខណ្ឌហ្នឹងគឺបែកទាំងពីរបែកទាំងរូបកាយនិងនាមកាយបាទទាំងរូបកាយទាំងចិត្តវិញ្ញាណហ្នឹងត្រូវបែកធ្លាយអស់អត់មានសេសសល់អ្វីទេរីឯធម្មកាយបានដល់សេចក្តីល្អផ្សេងណាគុណធម៌ផ្សេងមិនបាត់បង់ទេមិនដែលស្លាប់ទេស៊ីគ្នាទៅនឹងធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាសតញ្ញធម្មោនិច្ចរងឧបេតិធម៌របស់សប្បុរសហ្នឹងសេចក្តីល្អរបស់សប្បុរសហ្នឹងគឺមិនចេះចាស់ជរាមិនចេះស្លាប់ទេអញ្ចឹងសូម្បីតែព្រះសម្មាសម្ពុទ្ធក៏ដូចគ្នាអញ្ចឹងដែរតើព្រះអង្គចូលបរិត្តពៀនហ្នឹងអស់កាយទាំង3ឬក៏នៅសល់ខ្លះញាតិញោមអាចថាបានទេលើកមកប៉ុណ្ណឹងព្រះសម្មាសម្ពុទ្ធអស់បជនទៅតើកាយទាំង3ហ្នឹងបាត់បង់ទាំងអស់ទេបាត់បង់ទាំងអស់ទេមាននៅខ្លះទេណាតើពុទ្ធបាត់បង់ទាំងអស់ទេកាយទាំង3ហ្នឹងរូបកាយនាមកាយហើយនិងធម្មកាយហ្នឹងហើយគឺនៅសល់ធម្មកាយមិនបាត់បង់ទេប្រសិនបើបាត់ទាំង3ហ្នឹងយើងអត់មានពាក្យរៀនសូត្រទេមែនទេអ្វីដែលជាគុណធម៌អ្វីដែលជាចំណេះដឹងអ្វីដែលជាការត្រាស់ដឹងរបស់ព្រះអង្គអត់មានបាត់បង់ទៅណាទេព្រះអង្គបានសម្ដែងចេញពីរូបរាងកាយរបស់ព្រះអង្គនេះដោយប្រើពាក្យសម្ដីនេះសម្ដែងចេញនៅធម្មកាយនោះទុកឲ្យយើងទាំងអស់គ្នាអញ្ចឹងពេលដែលព្រះអង្គអស់បជនទៅគឺបាត់តែរូបកាយហើយនឹងនាមកាយរីឯធម្មកាយនឹងគឺនៅតែរស់នៅជាមួយយើងជានិច្ចនឹងអញ្ចឹង
ហ្នឹងដែលសរបញ្ជាក់អំពីពាក្យថាបុគ្គលដែលមិនប្រមាទហ្នឹងទោះបីជាអស់ជីវិតទៅក៏ទុកដូចជារស់នៅមានន័យថាឧត្តមគតិចំណេះដឹងគុណធម៌ផ្សេងហ្នឹងនៅតែត្រូវបានផ្សព្វផ្សាយមកនៅក្នុងមនុស្សដ៏ច្រើនមនុស្សដ៏ច្រើននឹងចឹងដែលឈ្មោះថាមិនស្លាប់នេះមិនមែនសំដៅដល់រូបកាយនិងនាមកាយទេគឺសំដៅទៅលើធម្មកាយណាធម្មកាយហ្នឹងគឺសំដៅទៅដល់គុណធម៌ផ្សេងជាចំណេះដឹងហើយនឹងជាបទពិសោធន៍ណាកាលណាយើងយល់ត្រង់នេះយើងនឹងកំចាត់បងសេចក្តីសង្ស័យមួយដែលគ្រប់គ្នាស្វែងរកទីពឹងហើយចេះតែមិនដាច់ស្រេចមានជំនឿដ៏ច្រើនថាយើងមិនអាចពឹងពាក់ទៅលើអ្នកដែលអស់ជីវិតបានទេកាលណាយើងគោរពសាសនានឹងយើងត្រូវពឹងព្រះណាដែលមិនតន់ស្លាប់ណាអញ្ចឹងបានជាមានការជឿថាអ្នកគោរពព្រះពុទ្ធសាសនាអស់អ្វីជាទីពឹងពីព្រោះម្ចាស់សាសនានឹងបានអស់ជីវិតហើយព្រះសម្មាសម្ពុទ្ធនឹងបានអស់ជីវិតទៅហើយអញ្ចឹងអ្នកដែលអស់ជីវិតមិនអាចជួយយើងបានទេអញ្ចឹងយើងត្រូវតែជឿយើងត្រូវតែពឹងពាក់ចំពោះអាទិទេពណាដែលមិនតន់ស្លាប់នឹងយើងមកពីយើងមិនយល់ថាតើអ្វីដែលយើងត្រូវទីពឹងនោះនឹងអញ្ចឹងតែបើយើងយល់អំពីកាយគឺធម្មកាយដែលមិនបាត់បង់នេះវាអត់មានចម្លែកប្លែកអីចំពោះអ្នកដែលនៅជីវិតឬក៏អត់ទេសំខាន់គឺអ្នកនឹងត្រួសត្រាយផ្លូវឲ្យយើងបានឬអត់ឧទាហរណ៍ដូចជាអ្នកដែលរកឃើញអគ្គិសនីនេះញាតិញោមប្រើកង្ហានេះត្រូវការអគ្គិសនីអ្នកដែលរកឃើញអគ្គិសនីដំបងនៅទេគាត់នៅទេរងអីស្លាប់បាត់ទេប៉ុន្តែគាត់ស្លាប់តែរូបកាយនិងនាមកាយប៉ុន្តែចំណេះដឹងរូបមន្តដែលគាត់រកឃើញហ្នឹងស្លាប់ទេអត់ទេអត់ស្លាប់ទេហ្នឹងហើយអ្នករកឃើញថ្នាំពេទ្យដូចជាថ្នាំគ្រុនចាញ់អីអញ្ចឹងគាត់មិនបានរស់នៅលើโลกនេះទៀតទេក៏ប៉ុន្តែរូបមន្តនៅដូច្នេះថ្នាំហ្នឹងក៏អាចប្រើរហូតមកដល់សពថ្ងៃដោយឡែកព្រះសម្មាសម្ពុទ្ធផ្លូវសម្រាប់រោគសម្រាប់សត្វលោកដើរឲ្យដល់នៅទីបំផុតទុកហ្នឹងវាគ្រប់គ្រាន់ទៅហើយអាត្មាប្រៀបធៀបនេះគ្រាន់តែប្រៀបធៀបឲ្យយល់ទេដោយសារវិទ្យាសាស្ត្ររកឃើញមិនអស់ទេម្ដងគេរកឃើញនេះម្ដងគេរកឃើញនោះចឹងទៅវានៅតែត្រូវការអ្នករកថ្មីទៀតប៉ុន្តែចំពោះការរកផ្លូវចេញចាកពីសេចក្តីទុក្ខនេះព្រះសម្មាសម្ពុទ្ធព្រះអង្គរកឃើញអស់ទៅហើយអ្នកដទៃណាក៏មិនអាចទៅរកផ្លូវឯណាបន្ថែមឲ្យលើសពីអរិយមគ្គអង្គ8ប្រការនឹងទៀតបានដែរអញ្ចឹងអរិយមគ្គអង្គ8ប្រការនឹងព្រះអង្គទុកឲ្យយើងទាំងអស់គ្នាគឺជាមេគាដើរគ្រប់ចំណន់ទាំងអស់នឹងអញ្ចឹងផ្លូវនឹងមិនស្លាប់ទេផ្លូវនឹងប្រសូតចេញពីអ្នកណាប្រសូតចេញអំពីព្រះសម្មាសម្ពុទ្ធដូច្នេះមានន័យថាធម្មកាយរបស់ព្រះអង្គនឹងមិនស្លាប់ទេដល់ចំណុចនេះទើបស្ដែងឆ្លោះបញ្ចាំងឲ្យឃើញទៅដល់ធម៌មួយចំណុចទៀតដែលព្រះអង្គសម្ដែងថាយោធម្មងបស្សតិសមងបស្សតិអ្នកណាឃើញធម៌អ្នកនោះទើបឃើញតថាគតបើអ្នកឯងមិនទាន់ឃើញធម៌ទោះបីជាឃើញរូបកាយនាមកាយតថាគតក៏អ្នកមិនឈ្មោះថាស្គាល់ព្រះសម្មាសម្ពុទ្ធដែរអញ្ចឹងអ្វីដែលព្រះអង្គចង់ឲ្យយើងឃើញគឺធម្មកាយមិនមែនរូបកាយទេដូចជាពេលដែលវគ្គលិទៅបួសហើយអង្គុយមើលពភៈព្រះអង្គមិនព្រមសិក្សារៀនសូត្រអញ្ចឹងហើយដោយសារតែរូបកាយព្រះអង្គនឹងមានសម្បល់ល្អដូចមាសហើយចេះតែអង្គុយមើលដោយសេចក្តីពេញចិត្តទីបំផុតព្រះអង្គត្រូវដេញថាប្រយោជន៍អីដែលអ្នកមកមើលរូបកាយតថាគតអញ្ចឹងអ្វីដែលព្រះសម្មាសម្ពុទ្ធចង់ឲ្យឃើញមិនមែនរូបកាយទេមិនមែនចំណាំមុខព្រះអង្គថាព្រះអង្គរៀងចេះរៀងចោះឈ្មោះថាស្គាល់ព្រះសម្មាសម្ពុទ្ធទេគឺព្រះអង្គឲ្យឃើញនៅធម៌ដែលព្រះសម្មាសម្ពុទ្ធ
សំដែងញាតិញោមពុទ្ធបរិស័ទអញ្ចឹងដែរអាចคล้ายទៅជាអ្នកមានសទ្ធាមុតមមប្រកបបជាមានបញ្ញាច្បាស់លាស់ធ្វើត្រូវនៅក្នុងពុទ្ធសាសនានេះក៏មិនមែនដោយសារឃើញរូបកាយព្រះអង្គទេគឺទាល់តែឃើញនៅធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងចឹងទៅអាចដើរត្រង់តាមផ្លូវដែលព្រះសម្មាសម្ពុទ្ធសម្ដែងបានសម្ដែងអំពីចិត្តរបស់មនុស្សមានប៉ុន្មានអញ្ចឹងណាបើកុំតាន់អាននិយាយថាចិត្តរបស់មនុស្សអាសរុបចិត្តទាំងអស់សិនចិត្តទាំងអស់បើនិយាយដោយលក្ខណៈមានតែមួយទេចិត្តប្រែតនរកដេរិឆានសត្វសត្វប្រែតនរកមនុស្សទេវតាមាព្រំព្រះអរហន្តព្រះសម្មាសម្ពុទ្ធបើនិយាយដោយលក្ខណៈណាបើនិយាយដោយលក្ខណៈចិត្តមានតែមួយឯងគឺវិជាអ្នកលក្ខណៈគឺជាធម្មជាតិដែលដឹងច្បាស់នៅអារម្មណ៍ណាគឺជាធម្មជាតិដែលដឹងច្បាស់នៅអារម្មណ៍ហ្នឹងហើយបើចែកដោយប្រភេទមាន4ប្រភេទតែបើចែកដោយធัวមាន3នឹងមានច្រើនន័យអញ្ចឹងណាប៉ុន្តែក្នុង3ហ្នឹង4ដដែលទេអាត្មាលើកពាក្យដែលញាតិញោមធ្លាប់ឮចិត្តទាំងអស់ផ្នែកល្អដែលជាបុណ្យកុសលហៅថាកុសលចិត្តណាកុសលចិត្តកុសលាធម្មាគឺរាប់កុសលចិត្តទាំងអស់កុសលចិត្តទាំងអស់ហ្នឹងវាមានមហាកុសល8មានមហាកតកុសល9មានលោកុត្តរកុសល4សរុបចូលគ្នាប្រមាណ8និង9មែន8 9ដល់20ហ្មងហ្នឹង8និង9មែនហ្នឹងហើយបូកនឹង4ទៀតហ្នឹង21នឹងគឺថានិយាយទាំងអស់ហើយនឹងកុសលចិត្តទាំងអស់មានប៉ុណ្ណឹងហើយមួយទៀតអកុសលាធម្មាអកុសលចិត្តហ្នឹងគឺជាចិត្តអាក្រក់គ្រប់យ៉ាងទាំងអស់ទោះបីអាក្រក់ដល់ថ្នាក់ណាអាក្រក់តិចអាក្រក់កណ្ដាលអាក្រក់ច្រើនទាំងអស់សរុបមកចិត្តហ្នឹងមានតែ12គឺលោភៈមូលចិត្ត8ទោសៈមូលចិត្ត2ហើយនឹងមោហៈមូលចិត្ត2 8និង2 10 10និង2 12ឃើញណាអញ្ចឹងចិត្តអាក្រក់ទាំងអស់នៅក្នុងโลกនេះមិននិយាយសរុបរួមសិនគឺមានតែ12ឯងអញ្ចឹង12បូកនឹង21មិញបានមែនណាហ្នឹងហើយ33ណាហើយ12ហ្នឹងសង្គ្រោះចូលនៅក្នុងពាក្យថាអកុសលាធម្មាញាតិញោមល្អណាស់សួរតំណឹងឲ្យអាត្មាចង់ពន្យល់បន្ថែមបន្តិចដែលយើងមានការជឿយ៉ាងម៉េចចំពោះធម៌ដែលយើងសូត្រយើងស្បាំងស្គលរហូតដល់តែញាតិញោមមានលុយកាក់ច្រើននឹងធ្វើបុណ្យមហាបាំងស្គលចង់ឲ្យវារួចចង្រៃអីនោះណាហើយសូត្រស្អាតមេធំនឹងទៀតតើប្រយោជន៍អីដែលព្រះសម្មាសម្ពុទ្ធសម្ដែងនឹងស្វាធ្យាយថាកុសលាធម្មាតាមពិតគឺជាការបង្រៀនថាកុសលធម៌នឹងគឺជាធម៌ដែលត្រូវចំរើនប្រាប់អញ្ចេះទេអកុសលាធម្មាអកុសលធម៌គឺជាធម៌ដែលត្រូវលះបង់បង្រៀនយើងអញ្ចឹងប៉ុន្តែយើងសាធុយកទាំងអស់អកុសលក៏សាធុអកុសលក៏សាធុទាំងអស់មិនដឹងថាវាចម្រើននឹងចង់ចំណុចអីតែបើយើងសាធុថាអកុសលគឺជាធម៌ដែលគួរលះមែនហើយយល់អញ្ចឹងហើយក៏សាធុទៅនឹងសាធុត្រូវប៉ុន្តែបើយើងយល់ថាអកុសលហ្នឹងក៏ជាធម៌ដែលឲ្យយើងសុខដែរមិនត្រូវមែនទេហ្នឹងហើយក្រៅពីហ្នឹងនៅមេតិកាទី3ហៅថាអព្យាកតាធម្មា
អព្យាកតាធម្មានេះប្រែថាធัวអព្យាក្រឹតអព្យាក្រឹតអព្យាកតៈហ្នឹងគឺមានន័យថាព្យាករមិនបានព្យាករថាជាកុសលក៏មិនបានព្យាករថាជាអកុសលក៏មិនបាននៅក្នុងនោះមានទាំងកិរិយាចិត្តមានទាំងរូបមានទាំងនិព្វានប៉ុន្តែញោមសួរពីចិត្តមកនិយាយទៅចិត្តនៅក្នុងហ្នឹងមាន2ជាតិអញ្ចឹងបានអាត្មាថាចិត្តបែងដោយប្រភេទមាន4ហ្នឹងដោយសារនៅក្នុងអព្យាកតាហ្នឹងមាន2ប្រភេទគឺវិបាកហើយនឹងកិរិយាណាវិបាកទាំងអស់មាន36វិបាកចិត្តចិត្តដើរតួជាវិបាកណាកាមាវចរវិបាកយើងរាប់អហេតុកៈវិបាកប្រហែលដកកិរិយា3ចេញ18ដក3ចេញមក15មហាវិបាក8បូកមើល8និង15ណា23មហាកតវិបាក9មែនហើយ32លោកុត្តរវិបាក4និង32 36ឃើញណាអញ្ចឹងយើងហៅថាកម្មវចរវិបាកឬក៏លោកយៈវិបាកហ្នឹង32លោកុត្តរវិបាក4ហ្នឹងសរុបទៅ36ក្រៅពីនោះគឺជាកិរិយាចិត្តទាំងអស់20ហ្នឹងគឺអហេតុកកិរិយា3មហាកិរិយា8ត្រូវជាប្រមាណណាមែនណា11មហកតកិរិយាប្រមាណទៀត9ទៀតហ្នឹងព្រោះមហកតៈហ្នឹងវាមានចែកជាកុសលវិបាកកិរិយាអញ្ចឹង11ហើយនឹង9ត្រូវជា20បូកបញ្ចូលគ្នាគឺ89នឹងសរុបទាំងអស់នេះចិត្តដែលរាប់មិញហ្នឹងទាំងអកុសលទាំងកុសលវិបាកកិរិយានេះស្មើរាប់ទាំងអស់ហើយជួនកាលរាប់ទៅឃើញដល់ទៅ121ហ្នឹងគឺបំបែកត្រង់លោកុត្តរចិត្តបំបែកតាមឈានគឺនៅក្នុងសតាបត្តមៈមួយហ្នឹងគឺវាមានឈានដល់ទៅ5បឋមឈានទុតិយឈានតតិយឈានចតុតឈានបញ្ចមឈានហើយវិបាកក៏មាន5ដែរអញ្ចឹងនៅក្នុងសោតាបត្តមៈសោតាបត្តផលហ្នឹងមាន8មាន10ហ្នឹងនៅក្នុងសកតាគិមិមៈសកតាគិមិផល10អនាគិមិមៈអនាគិមិផល10អរហតមៈអរហតផល10 14ដង40ណាហ្នឹងហើយអញ្ចឹងបំបែកតំណឹងបែបពឹសស្ដាជួនកាលចិត្តមាន89ដោយរាប់លោកុត្តរចិត្តយកតែ8ទេតែដែលចិត្តហ្នឹងមានដល់ទៅ121ដោយសារបំបែកនៅក្នុងលោកុត្តរហ្នឹងឥឡូវញោមសួរថាតើក្នុងមនុស្សម្នាក់មានចិត្តប្រមាណអាស្រ័យទៅលើបុគ្គលនោះមានគុណធម៌យ៉ាងណាហ្នឹងមានគុណធម៌យ៉ាងណាប្រសិនបើមនុស្សជាបុថុជនធម្មតាហើយនឹងអរិយបុគ្គលបើប្រៀបទៅចិត្តវាខុសគ្នាវាលើសខ្វះគ្នាឧទាហរណ៍ដូចជាយើងហើយនឹងលោកយាយវិសាខាវិញលោកយាយវិសាខាត្រូវមានចិត្តលើសយើងច្រើនជាងយើងពីព្រោះអីលោកធ្លាប់សម្រេចសោតាបត្តមៈសោតាបតិផលប៉ុន្តែក្រៅពីនឹងក្នុងជីវិតធម្មតាដូចជាចិត្តឃើញចិត្តលឺណាអហេតុកៈចិត្ត18ហ្នឹងដកតែមួយចេញឯងក្នុងទាំងអស់គ្នាហ្នឹងដកកិរិយាដួងទី3ណា17មហាកុសល8អកុសលចិត្ត12មហាវិបាក8ហ្នឹងអាចមួយណាដែលធ្វើបដិសន្ធិនឹងដែលធម្មតាសាមញ្ញយើងទាំងអស់គ្នានឹងមានប៉ុណ្ណឹងហើយបើសិនជាអាចចម្រើនឈានរហូតដល់ទៅសម្រេចឈានបានសមាបត្តិទៅទៀតនៅនឹងអាចសម្រេចបាននៅមហកតកុសល9ទៀតនឹងអាចមានចិត្តនឹងកើតទៀតវាលើខ្វះគ្នាដោយសារគុណធម៌អញ្ចឹងហើយបើនៅនឹងសម្រេចទៅជាព្រះអរហន្តទៅទៀតអញ្ចឹងត្រូវបូកលោកុត្តរចិត្ត8នឹងចូលទៀតហើយអស់អកុសលនឹងកុសលដែលជាលោកយៈលោកបាននៅចិត្តថ្មីមួយទៀតនៅក្នុងជីវិតបច្ចុប្បន្នរបស់លោកនឹងគឺមហាកិរិយាអញ្ចឹងឲ្យថាមនុស្សម្នាក់នឹងមានចិត្តបណ្ណាប្រកបវាអាស្រ័យទៅលើបុគ្គលនោះមានគុណធម៌យ៉ាងណាហើយម្យ៉ាងទៀតមនុស្សសាមញ្ញដូចគ្នានឹងក៏ចិត្តមិនស្មើគ្នាដែរជាទូទៅឧទាហរណ៍ថាមនុស្សខ្វាក់ភ្នែក2
nè thụy banh chạ vinh nhiên về miền đọc phân tay đó từ khoa pê tí nè nâng o chạ khâu vinh nhiên bạn ạ thấy đấy bạn là nâng thong chẳng o so tại vinh nhiên bạn ạ chẳng về ọt smile kia đây cứ sấy từ lơ bọc cô nâng cầm rật cô là thô bẹp ná hơi nâng vệ giờ vệ nâng cục con rư cọ ọt chẳng á nâng chẳng ấy chẳng xua tham mấy ta vô ở vậy tôi tục chất lô phẹ tôi sẽ mồ hẹ nâng bàn thô đầm miên ốp bạc ca rạ trơn đầm bấy tục nâng ạ của sao là chết nâng miên pì cứ sợ tệ muối xăm và chè nhẹ mùi nâng sợ tệ muối xăm và chè nhẹ mùi nâng nước nông ăn cô trà này cái bọn sầm đánh ẩm pi thô đầm miên ốp bạc ca rạ trơn sợ tệ nâng cứ chỉ cả đa nâu pe để dương luôn lụa nó không ở vây môi cất ở vây khó là sợ tệ nó cứ chỉ cả nhẹ biết đôi dương đầy lụa trong nhẹ prớt mình lụa từ vây nhá khả nặng nhẹ nó cứ sợ tệ đo tập pe ót lụa từ vinh cứ xăm phải chèn nhẹ đăng luôn là hồ chụp lụa từ vinh chẳng bà miên trâm tới sợ tệ hay sợ tệ năng mùi clear hay cô mà play đấy việc bắt từ vinh thẹn châu từ không âm pơ cọ đỏ đá thẹn châu từ không tô sạ đỏ đá miên đây ta sợ tệ năng miên mà plate con tay ọt xăm phải chèn nhẹ hiểu đấy mà priệp thiệp đôi chỉ mà nụ đầy lụa chứ nó ngà cả nạ đầy lụa nhẹ prớt nấng cái cua ấy băng nhẹ prớt nấng cứ đôi sợ tệ đo tệ đăng luôn ọt tầm mụ lụa từ vinh nó cứ xăm phải chèn nhẹ tam đăng là hột chẳng á nè thô pi ni anh đôi rương môi đại presama samput sầm đại prao pi khọ mà ong nâng rương chứ rương màn dền tới chứ đại miệt cả miệt đà nâng quạt ốp thom pi khọ sam sập ong thơ prakam thàn ai prakam thàn nâng ầm pi thoát tăng sa cara cam thàn ai nieng ốp thom chẳng han rol pe chẳng tới hay có xạ xua tha ta lộ mà cha miền ca và bật đôi mà đích lốp có ban prap tha atma nằm khné picharana pratibat nơi thoát tăng xa cara cam thàn cứ cara sam sapiក្នុងខ្លួនយើងនឹងគេសាលោមានអាតនពិចារណាទូទាំងកាយនឹងឲ្យឃើញថាវាជានិស្សតតោនិច្ចជីវោសញ្ញោហើយនាងសួរថាតើការពិចារណានឹងមានសម្រាប់តែភិក្ខុសង្ឃឬក៏ក្រហោះដូចជាខ្ញុំកណានឹងធ្វើបានដែរបានលោកថាព្រះអង្គអត់មានហាមអីទេអញ្ចឹងខ្ញុំកណាសូមរៀនទៅហើយនាងយកទៅបដិបត្តិនៅផ្ទះយកទៅពិចារណាមិនយូរប៉ុន្មាននាងសម្រេចដល់អនាគាហើយបានអភិញ្ញា5ទៀតអាចមានបរចិត្តវិជ្ជាដឹងចិត្តអ្នកដតីបានពិចារណាមើលថាតើលោកម្ចាស់គ្រប់អង្គនឹងបានសម្រេចគុណធម៌អីហើយនៅឃើញថានៅជាវត្ថុជនទាំងអស់ក៏គិតថាតើលោកខ្វះអីណោះមើលទៅมันមានការឆ្លោះគ្នាខ្វែងគំនិតគ្នាទេសេនាសនៈក៏ដូចជាមិនអីដែរប៉ុន្តែខ្វះសុខភាពនឹងមិនបរិបូរព្រោះចង្ហាន់នឹងវាមិនគប់ចិត្តអធិស្ស្រ័យរបស់លោកឆានមិនសូវបានសុខភាពអត់ល្អដល់សុខភាពអត់ល្អធ្វើឲ្យកម្លាំងបញ្ញានឹងវាថមថយដែរអញ្ចឹងក៏នាងចាត់ចែងចង្ហាន់នឹងតាមគប់ចិត្តអធិស្ស្រ័យលោកក៏មានសុខភាពល្អបដិបត្តិមិនយូរប៉ុន្មានក៏សម្រេចជាព្រះអរហន្តអស់ទៅហើយក៏អរគុណនាងនឹងសពគ្រប់បាននាំគ្នាទៅគាល់ព្រះសម្មាសម្ពុទ្ធថ្លែងអំពីនាងនឹងឯងថានាងនឹងគឺមានឧបការៈគុណច្រើនខ្ញុំព្រះអង្គទាំងឡាយបានបដិបត្តិធម៌ស្រួលដោយសារនាងភិក្ខុកំឡោះមួយអង្គពងខ្ជិលដើរបានបាតលឺចឹងទៅនឹកអីបានអញ្ចឹងគិតទៅនឹងទៅនឹងទៅដល់ពេលល្ងាចរសៀលអញ្ចឹងលោកអស់កម្លាំងលោកក៏គិតព្រោះដឹងថាលឺថានាងនឹងគិតអីក៏នាងដឹងចិត្តដែរគ្រាន់តែគិតថាអាត្មាមកពីចម្ងាយហត់ណាមិនអាចបោះច្រាស់កន្លែងអីបានទេសូមឲ្យនាងឲ្យគេមកបោះច្រាស់ឲ្យអាត្មាផងគ្រាន់តែគិតប៉ុណ្ណឹងមកសទុះឃើញមកមែនណាប៉ាកែទេហ្នឹងណាប៉ាកែណាហ្នឹងហើយដល់ហើយអាត្មាហេវបើមានភេសជ្ជៈអីបន្តិចបែបល្អបន្តិចមានគេយកភេសជ្ជៈមកហើយព្រឹកឡើងថាអាត្មាមកថ្មីមិនដឹងទៅបិណ្ឌណាទេបើសិនបានបបរបន្តិចអីគឺអញ្ចឹងទៅនាងបញ្ជូនបបរមកមែនជាកេអស់ចាណា
តិចទៀតទៅគិតអត់តាន់ទៅបិណ្ឌថាថ្ងៃនេះក៏អត់ទៅបិណ្ឌមិនតាន់ស្គាល់កន្លែងសូមឧបាសិកាហ្នឹងលើកនេះកុំប្រើគេមកយកខ្លួនឯងមកចង់ឃើញមុខគ្រាន់តែគិតប៉ុណ្ណឹងនាងដឹងថាលោកចង់ជួបមុខក៏យកមកដោយខ្លួនឯងឃើញណាដល់ឲ្យឆាន់ហើយទៅលោកសួរថាញោមឯងដឹងចិត្តគេមែនទេធម្មតាអរិយបុគ្គលលោកអត់អួតទេញាតិញោមអូបើយើងដឹងចឹងអីមិនដឹងក្អេងក្អាងប៉ុណ្ណាទេណាហ្នឹងហើយលោកអត់អួតទេលោកថាលោកម្ចាស់ហើយអ្នកដែលដឹងចិត្តអ្នកដតីនោះមកកកោបព្រះសម្មាសម្ពុទ្ធព្រះរហន្តក្ខីណាស្របព្រះមហាសាវកដឹងឲ្យប្រព្រងប្រព្រៃសិតតែអ្នកដឹងចិត្តគេបានហើយរឿងអីមកស្កត់សម្គាល់លើខ្ញុំកណានោះឃើញទេភាពជាអ្នកមានគុណធម៌ហ្នឹងគឺអត់លើខ្លួនទេហើយបើយើងហ្នឹងកណាដឹងលោកឯងគិតអីក៏កណាដឹងឆ្លើយចឹងឥឡូវនោះនៅប៉ុន្តែសម្រាប់អ្នកមានគុណធម៌ពិតប្រាកដមិនអួតមិនចង់ឲ្យអ្នកដតីដឹងទេហើយនេះសូម្បីតែធ្វើប្រយោជន៍ស្អីនោះគឺចង់ឲ្យតែអ្នកដតីបានសុខតែម្ដងអត់មានគិតថាវាត្រូវបានមកខ្លួនយ៉ាងម៉េចទេដោយព្រះសម្មាសម្ពុទ្ធចឹងព្រះអង្គសម្ដែងថាមនាលភិក្ខុទាំងឡាយតថាគតសម្ដែងធម៌ប្រាប់អ្នកទាំងឡាយក្តីប្រាប់បរិស័ទទាំងឡាយក្តីដើម្បីសេចក្តីសរសើរក៏ទេដើម្បីលាភសក្ការៈក៏ទេកិច្ចការរបស់តថាគតគឺដើម្បីសង្រួមដើម្បីចេញចាកអំពីលោកនេះសូម្បីតែព្រះអង្គកំពុងសម្ដែងប្រាប់គេហ្នឹងក៏ជាពេលដែលព្រះអង្គមានដំណើរចេញចាកលោកនេះដែរអត់មានដើម្បីរបស់ទាំងអស់ហ្នឹងឯងហ្នឹងអញ្ចឹងបានព្រះអង្គមិនដែលខូចចិត្តថាតើអ្នកណាគោរពព្រះអង្គឬក៏មិនគោរពទេទោះបីជាទេវទត្តធ្វើយ៉ាងម៉េចចំពោះព្រះអង្គឬក៏និក្រន់ឬក៏សាសនាដទៃនឹងតេះដៀលព្រះអង្គយ៉ាងម៉េចវាអត់បានឈឺចិត្តដោយសារអីព្រះអង្គអត់បានប្រាថ្នាការតបស្នងពីរបស់ទាំងអស់ហ្នឹងគឺព្រះអង្គប្រោសតែអ្នកមានឧបនិស្ស័យអ្នកណាស្ដាប់បានទៅយើងទៅទាំងអស់គ្នាអ្នកណាស្ដាប់បានទុកឲ្យពុទ្ធសម័យក្រោយចុះអញ្ចឹងណាណែភិក្ខុនឹងដល់ទៅពេលស្អីក៏នាងនឹងដឹងសួរទៀតថាអាត្មាមិនមែនចង់ដឹងហើយពុទ្ធដឹងព្រះអរហន្តដឹងប៉ុន្តែសួរញោមឯងនោះសួរថាដឹងចិត្តគេមែនណាដល់សួរវាចុចចំអញ្ចឹងទៅនាងមិនអាចប្រកែកបានប៉ុន្តែឆ្លើយថាលោកម្ចាស់ធម្មតាទេបុគ្គលដែលដឹងចិត្តអ្នកដតីតែប៉ុណ្្នឹងឯងវាប៉ុណ្្នឹងវាតែប៉ុណ្្នឹងឯងនៅតែអត់អួតចឹងយើងស្ដាប់ចម្លើយនាងគ្រាន់តែនាងឯកភាពប៉ុន្តែនៅតែអត់អួតចឹងនៅធម្មតាការដឹងចិត្តអ្នកដតីហ្នឹងតែប៉ុណ្្នឹងឯងបានលោកពិចារណាថាអូមិនកើតទេអញគិតអីក៏គេដឹងអញគិតអីក៏គេដឹងសំណាងហើយតាំងពីល្ងាចមកដល់ពេលនេះគិតអីមិនតាន់ផ្ដេសផ្ដាស់លោតែគិតអីផ្ដេសផ្ដាស់គេដឹងនឹងស្មើនឹងទៅហ៊ានឬក៏រែកជាបរោះមកចាប់គ្រាកកអត់ចូលលោតែគិតស្រឡាញ់កូនកំមុំគាត់គិតថាម៉េចណោគេមិនដឹងអស់ហើយអញ្ចឹងទៅមិនហ៊ាននៅអូច្រើនពោះទេលោកម្ចាស់នៅហ្នឹងឯងខ្ញុំមិនណាបានធ្វើទានរសាសិលទេមិននៅទៅត្រត់ទៅវិញទៅជួបព្រះសម្មាសម្ពុទ្ធពូវិន័យវាច្រើនអីវាច្រើនធัวច្រើនដឹងរៀនតាណាដូចអារៀបរាប់មិញខ្ញុំគិតទៅថាចិត្តវាច្រើនណាទៅយើងយកអីទៅប្រតិបត្តិវាបានដឹងថាភិក្ខុនឹងអបសុកហើយចង់សឹកព្រះសម្មាសម្ពុទ្ធលួងលោមថាមនាលភិក្ខុបើអ្នករក្សាតែរបស់មួយបានតថាគតធានាថាអ្នកទៅនៅត្រង់ណាក៏អ្នកឈ្នះដែរអ្នកដតីមិនអាចតាមដានចិត្តរបស់អ្នកបានអ្នកដតីចាប់អ្នកអត់បានទេឲ្យតែអ្នករក្សាបានតែរបស់មួយហើយលោកគិតទេធួច្រើនពេកទៅពិបាកបើឲ្យរក្សាតែរបស់មួយដូចមិនអីបានសួរព្រះអង្គតើរបស់មួយនឹងស្អីទៅព្រះអង្គរបស់មួយនឹងគឺចិត្តណាអ្នកត្រូវតាមដានដឹងថាចិត្តកំពុងគិតអីអ្នកត្រូវតាមដានដឹងរហូតឲ្យដឹងថាចិត្តប្រកបដោយស្អីកំពុងគិតអីតាមដានវារហូតយកស្អីទៅតាមដានគឺសតិនឹងឯងហ្នឹងនៅក្នុងសតិប្បដ្ឋានក៏សំដែងចឹងថាតោសង្វេចិត្តតាំងតោសង្ចិត្តតន្តបជានិតិទោះបីចិត្តនឹងវាប្រកបដោយតោសៈត្រូវដឹងព្យាយាមដឹងថាអូចិត្តកំពុងតែប្រកបដោយតោសៈឲ្យដឹងចឹងព្យាយាមដឹងចឹងរាគៀងវាចិត្តតាំងរាគៀងចិត្តតន្តបជានិតិបើចិត្តនឹងប្រកបដោយការស្រឡាញ់ជាប់ជាពាក្យអីព្យាយាមដឹងថាអូចិត្តនឹងប្រឡាក់ដោយរាគៈឲ្យព្យាយាមដឹងចឹងព្យាយាមដឹងចឹងនឹងហៅថាសតិប្បដ្ឋានណា
mô hăng về chất tăng mô hăng chất tăng là phải chia nên tại chất và có đời mô hạng nó có trâu đăng tiết đăng thọ chất ní miên phiệp vùng về nó một bằng nè đó tập chi dâm đăng rưỡi không mà đá cổ sao là thô nâng ạ cổ sao là thô mình ai luôn đâu chỉ mùi khné bán này chi dâm đăng tới sạch tệ nó cứ vì chỉ bạ phụ này cổ sao cả nè bạ phụ này cổ sao viên đằng hai khné việt ở tràn tiết hệ đây ho tập bạ lô pẹ tô xã nâng mau chỉ muối cổ sao nó chỉ từ ngày tới ốp bạn này xài cục rắn vì khẩu nâng có bán sầm ra chỉ bè rồi hòn cái này, rồi chặt nâng vừa ọt ban tôi na tiết tam cho là hồn mà ngày lúc cứ ta tam đan chặt lộn nó, đợt sầm rạch bè rồi hòn tới mình trầm tập vật nâng ban lơ niềng nâng môi cầm rạch, cái này, nâng chẳng ban áp hình nhẹ của môi, niềng nước ban áp hình nhẹ pram, hơi có bị cha là nè đăng côn niềng nâng thọ niềng đi bật chỉ miền opakara côn chấm pu anh men và sân ba mình miền ca ốp thom pin điên đăng tế, mà anh có mình sần nóc không ca có rụp bạ để bạn đôi chân này lô có bị cha rồi nè từ khẳng còi tiệt thật ta niên nắng tớp từ miền ốp ca đã lựa mà anh chiết nắng rứa có chiết môn thọp miền này môn tới nó ở đây chụp này này đo chiết ti cao sấp bổng buôn niên nắng thọp chi bổng buôn hay thọp sờ lanh pro mấy sờ lạp lột tiệt này đời chẳng từ lúc mình chỉ ăn chất ấy thế bây giờ ăn những đằng hết á niềng thọp thuê cầm đồng miền tầm quần chẳng thể ta nó niềng nơi te nút cha na đã thành lồng trang pung kịch ấy tam chất tới khơi tha từ đó là chuyện mũi đèn niềng thọp slap niềng pra rất áp hình như nó này dây đòi chất đó này dây tam phơi chất bị te tới tha xôm lông mà cha vichara lơ nâng tích từ tiệt tử đó lúc vichara đó chia ti mà rồi niềng nâng có thọp chia một pon tay thọp lép bong chỉ vật đại xa lộ chân không sang xa rồi vật này chỉ bốc chỉ bò nhận dôm thằng đăng thọp một pon là thamประมาณ chiết đây thì nâng ngày việc chỉ bốc chỉ bò cho ngay đợi niềng muối bị khẩu nấy coi đạp thô tới chỉ đẹp là nâng của ông pếch sờ lanh của ông nó bên sờ lanh trong thô đây ấy tới bên khẩn tha tao chiết muốn nâng anh thọp thô của buôn của ông ót nó bờ ban thọp thô của buôn của ông đang ở sân nang của bên ná chỉ cực chứ sờ đạp tôi việc chất nó việc chỉ đẹp là việc bò để sót tới sờ đạp tận nực khơi chiết bị môn mỏng nực khơi tha thọp chiết của buôn của ông sao sờ bài chật bật nế chứ nó phần là sao phần bây giờ na đầu tiên thật mà anh thọp thô ba của ông tới chiết nâng ấy sờ lạp của ông dùng vì khẩu tầng lái thôi mấy dùng phong sao phong ban phong sầm đai rương tầm rây chặt toàn nó nè đây trận này thấy sầm lạp phong nó chẳng man tha nó không lục ní phong sầm đai tha mình nữ sốt tại thọp chỉ mai nâng côn chỉ bong nâng phôn để tha nè nam mình thọp chỉ sạch nhiệt không biết này nó không sang xa rồi vật nâng bằng khả năng bị du tới chỉ mất class chia sẻ trâu class hơi chia sẻ trâu nâng khné của thọp sầm lạp khné của thọp chỉ mất nâng khné có thọp đó tại pel dương sắc xa ở khơi vật đạn đi chỉ vật che tới mình đang tại dương trâu bay chạy thành là ná chia sẻ trâu là ná chỉ mất đấy tam pít sát lốc sốt tại cua ở dương chầm rán mê ta tiếng rồi thật nơi không ẩm na này vật đạn này nè nghe tham gia còn về về thì tới bên là sầm đùa nhóm thầy vô sẽ tới cứ sạch tệ nâng xăm phải tranh nhận đi ai cứ cả tạm đàn roll pe khơi pe lư đôi bọn tuôn miền pe thì dạ chăng lấy bên là khầm nhận nhóm pe thì dạ nắng đào từ rô bọn mà giúp tôi lứ từ đó pe nắng bọn trên từ bên là bạt xua bị khọ xong nông vật tao bọn từ na phong từ ban ba thôi hay vì họ tha nhôm chăm thành đăng xanh hơi chăm vợ ông màu vinh lâu tham mình ai chăm ba nè pipro quay mình tiếng ấy mình đăng thà vợ ông chỉ vật môn rồi có nhom chỉ vật môn này khơi nét đó là pe nhẹ luôn nó khơi tha chỉ vật nó bên đâu ăn vô pe được nhẹ luôn nó cứ khất khơi chẳng thầm bọn nhận được hay giờ để che cực than hùa nơi mà ngày tiếng nó mong pi mình toàn khơi thua mình tiền nâng cho bạc lo hết đâu tại anh còn bao chắc mới nè
năng ngày pan tam pất xịt đây slap nó mà plate à mơ ngày muốn doctor nơi khang po sạt nó quạt pet là bay nơi po sạt nó ở từng đăng khuôn anh chư phong lần lời chỉ đào tục test sắp từ hot lang ở đó ơi cái một bình định mơ khuôn anh khơi tham miền tực nông suốt nó bồm trình đó về ọt chia tao pen pin chuồn tao yuan và chuồn tao thấy tao lọp một bên bàn pi ngay làm bạn miền ấy bạc cài miền đấy miền ấy bạc cài đấy nè à đôi pi hay dạ nó đo từ khơi chỉ vớt này bia mình tăng nơi không ẩm nai phần nó ọt tom ban đạp thô phần nào bạn này say lỏ kịch thay trăm bạn này có tư tam bọn toàn pe nơi cả đạp lử từ đó lút cho cung thoai bồng cung bọn ao bỏ ban bọn hay vô mót tôi chỉnh chúc lư non bỏ ban bọn tiết bọn ơi ca chỉ vui để trong bọn đào phơi kho xôm bọn sầm đai thua pro trong bọn ấy lư này ảnh bọn khơi thật cọt hot này sầm đai thua cọt sầm bán này bọn vô pía đầm bay bẩn dẹp pía lại cọt bạt hot bọn tra tha nẹt chăm tật hà cột tì đi sân cho tật hà cột tụ bần bát phơi phật ở cạnh sân chăm tật hà cột sầm đai tế bàn này bây giờ bọn từ nâng mình đăng tại chỉ vật trong bọn nơi ở rồi có bọn từ tam phơi nó cua thằng nào bàn từ ta trong bàn sẽ học ấy tiết ý đó con mền tên nâng à đừng chẳng tư là lấy để cho cha nếu các bạn đọ hàm sườn tích ban bọn sầm đai thua lấy tay khầm miên tập bay chấm nói chứ bọn tra thà mình pia hay vậy tích thế tích thầm mát tăng phổ vi sự tệ ôi miên sự tệ tam đan thà khả năng khơi cứ vì miên tại thom mà chết khơi này để cạt làng thiệt khơi thế để cạt làng mình men nẹt khơi nhỉ thua khơi nó cứ chỉ thiệt cứ chỉ chạy khẩu vì nhiên là thiệt nẹt mình ban nó không ca khơi năng tệ sọ tế sọ tầm mặt tăng nơi pe để lứ nè coi chỉ thom mà chết lư chỉ sao tại vì nhiên á thiệt mình men nẹt lư ấy cứ chỉ thiệt chất để cạt làng lứ nơi sống sầm lệnh mụ tê mụ tầm mặt tăng phổ vi tệ mụ tê nâng cứ được bỏ để ban pol trâu nâng cứ ban đo thùng khấn đăng rô đăng phật hấp bẹ bay về chỗ này nó ha thả mụ tê mụ tầm mặt tăng khả năng để thùng khấn khả năng để đăng rô khả năng để đăng cái đau để chuyện này cứ chỉ thiệt đăng đại cạt lá mình men nẹt đăng nghe miền buồn mà thả bay mình trong cái đó cứ vinh nhia tê vinh nhia tầm mặt tăng phổ vi tệ nâu pe đã chất cất từ rương ở vay mùi sầm may từ đo rương say cả đời cứ chỉ thiết chất phần nó đã che tay sờ máy đã che tay cất nẹt mình miên nâu không ca cất nâng tề cả na nẹt chắp ban hỏi cả na nẹt đăng chắp ba hơi thà vì miên trâm tề thiết chất phần nó để đăng nâu rồi bao tầng ở nấng nẹt rồi mấy mình miên nâu không lột tầng pì hơi co mình nâu không chỉnh lọt này lột này này lột này nâng lột hàng mốc rồi co chỉnh lọt lột nẹt rồi mấy mình miên pia thì dẹp bành nhà crack máu nhận nhóm sắp để khơi tha tiếng ó sao để thiệt mền dương sẽ đáp dương lưu pia dương ai vô là tận đấy tại bành nhà dương bị ở toàn từ đó nâng bàn mình sầm lại thôi nâng quân để pia thì dẹp bằng ao tước sai bành nhà nhiên bỏ lâu nó khơi với thơm khơi để chất chỉ thom mà chết ọt miên chưa được bỏ nè ná lẽ sẽ cài giờ tịch hệ tận nâng lên vô thật luôn nè khơi lên miên dịch đây vô kho thật luôn nè lứ vì miên tại chất tận nó để cài láng sầm lại bè hòn về nâng nâng chẳng hãy xem lại bè hòn tới trong búa để trong búa ăn miên chỉ vua và ông ao từ rồi chỉ vua lúc đã băng school chỉ vua tam cùng nô sram để kịp bỏ trao cả nát ấy chẳng đấy đa tới mê cô một chuột slap tới và đây là tiền bạc khơi nấy 300 của ông tịch tiệt máu cho ấy chỉ vượt lúc rồi op bên nâng mén nâng hay 3 bạc cam để trâu slap nâng mong pi chiết muốn nó vua ấy chia con sẽ thay buôn nè nằm say pesia từ bầm ra xịt đây sờ bay khuôn ấy hãy plon sầm lấp vô alanga kì hãy niềng năng anh bật na son sắc màu cao chỉ dễ khẩn ấy chôn tại chỉ mùi mê cô chôn nè tầng buôn nè slap để xa chăng chẳng á năng chẳng và chẳng krau pi ca chi diêm đằng pi pro ca tra đằng thua cứ chỉ ca tra đằng đòi bành nhà sal samadhi cứ chưa lùm o để nằm ở cá bánh nhà chất bao nhiêu đôi pan đầy chẳng
ចិត្តរបស់យើងដូចផែនដីនឹងល្អដោយត្រាំមានជីវជាតិនឹងដូចជាសមាធិដែលចិត្តស្ងប់នឹងដូចជាធ្វើឲ្យដីនឹងមានជីវជាតិល្អប៉ុន្តែជីវជាតិល្អដើម្បីអ្វីគឺដើម្បីឲ្យពូជរុក្ខជាតិនឹងដុះបានល្អពូជរុក្ខជាតិនឹងដូចជាបញ្ញាចុងក្រោយគឺបញ្ញានេះឯងបាទនឹងប៉ុណ្ណឹងមានអីទៀតមានកដាស់ខ្ញុំកណាសូមថ្វាយបង្គំព្រះអង្គគ្រូនិងសូមប្រគេនសំណួរតាក់ទងនឹងកម្មផលចំពោះអំពើកម្មដែលសត្វលោកបានធ្វើក្នុងជាតិនេះដល់ពេលចាប់បដិសន្ធិក្នុងជាតិថ្មីនឹងត្រូវទទួលផលបុណ្យនិងផលបាបដែលតាក់ទងអំពីអំពើកម្មដែលប្រកបដែលបានប្រព្រឹត្តចុះចំណែកចិត្តដែលមានជាប់មកជាមួយដូចជាចិត្តកាចស្លូតអាក្រក់និងចិត្តល្អតើចិត្តទាំងអស់នោះមានជាប់តាក់ទងនឹងអំពើកម្មដែលមានពីជាតិមុនឬទេរឿងនេះមកពីយើងអត់តាន់បានសិក្សាបរមត្ថធម៌បើកាលណាយើងសិក្សាបរមត្ថធម៌ច្បាស់លាស់វាអត់ឆ្ងល់រឿងទៅជាតិមុខនឹងយ៉ាងម៉េចទេមកពីយើងសពថ្ងៃយើងប្រកាន់ថាយើងរស់យើងកើតតាំងពីក្មេងមកនឹងគឺនៅតែយើងដដែលអត់ដែលបានដឹងទល់តែសោះថាធម្មជាតិទាំងឡាយគឺតែងតែប្រែប្រួលពាក្យថាប្រែប្រួលហ្នឹងវារលត់ណាសំបីនៅក្នុងវិទ្យាសាស្ត្រក៏បាននិយាយអំពីបំរែបំរួលនៃធម្មជាតិនឹងដែរនៅក្នុងរាងកាយយើងហ្នឹងវាមានស្អីនៅសំបីតែឈាមយើងនឹងដូររាល់ថ្ងៃឈាមយើងមិននៅតាំងពីទូចមកដល់ឥឡូវណាអញ្ចឹងបានយើងបូមឈាមឲ្យគេទៅតែប្រហែលម៉ោងហ្នឹងវាផលិតបានវិញបាត់មានន័យថាយើងរស់នៅជាមួយរូបថ្មីជាមួយនឹងចិត្តថ្មីរហូតដោយអាមុនហ្នឹងវារលត់ទៅហើយណាហើយវិញ្ញាណញោមចង់ប្រៀបធៀបធម៌ថាវាការរលត់ហ្នឹងរៀនវិទ្យាសាស្ត្រឲ្យច្រើនសនុកប្រៀបធៀបជាមួយនឹងធម៌ហ្នឹងពីព្រោះអ្នកវិទ្យាសាស្ត្រហ្នឹងទីបំផុតក៏កោតក្រែងនៅបញ្ញាញាណរបស់ព្រះសម្មាសម្ពុទ្ធដោយសារអ្វីដោយសារអ្នកវិទ្យាសាស្ត្រដែលទៅតែរកឃើញនេះគេមានប្រដាប់ឆ្លោះគេមានរូបមន្តច្រើនណាស់ទម្រាំតែឃើញទៅដល់ជាតិបរមាណូឬក៏អ្វីគ្រប់យ៉ាងដែលវាមិននៅថិតថេរវាតែងតែប្រែប្រួលហ្នឹងដោយសារមានអតិសុខុមអតុឆ្លោះមើលទេបានគេអស្ចារ្យចំពោះព្រះសម្មាសម្ពុទ្ធថាតាំងពីជាង 2000 ឆ្នាំមុនគ្មានវ៉ែនតាមួយផងហ្នឹងមិនបានព្រះអង្គដឹងច្បាស់ម៉េះពីរឿងភាពមិនទៀងនៃរូបធាតុនិងនាមធាតុហ្នឹងឃើញទេញាតិញោមមើលដង្ហាលកាលណាវាវិលញាប់ទៅញាតិញោមឈប់ឃើញដង្ហាលមួយហើយនឹងឃើញរង្វង់មូលមួយមែនទេឃើញរង្វង់មូលមួយដោយសារអ្វីបានទៅជារង្វង់មូលមួយដោយសារវាវិលញាប់តែបើវាអត់វិលទេវានឹងឃើញដង្ហាល3ប៉ុន្តែដល់តែវាវិលញាប់ទៅញោមនឹងឃើញរង្វង់មូលមួយតើរង្វង់មូលកើតដោយសារអ្វីកើតដោយសារវិលញាប់ឃើញទេឬក៏ញាតិញោមកវីធូបនៅពេលយប់កាលណាកវីកាន់តែញាប់ញោមនឹងឃើញរង្វង់មូលមួយប៉ុន្តែសួរថាតើវាមានជាប់គ្នាអត់ធាតុពិតវាមានជាប់គ្នាអត់តាមពិតមកពីការវិលញាប់របស់រូបធាតុហ្នឹងទៅវាទៅជារបស់មួយដែលវាវិលឃើញជារង្វង់អញ្ចឹងយ៉ាងណាមិញរូបធម៌នាមធម៌នេះណាអត់ដែលបានតាំងនៅក្នុងសូម3 1នាទីឡើយក៏ប៉ុន្តែរបស់ដែលចាស់ទៅនឹងវារលត់វាមានធម៌ពលវាមានអំណាចធ្វើឲ្យរបស់មួយទៀតកើតឡើងញាតិញោមធ្លាប់ឃើញទឹករលកទេទឹករលកប្រសិនបើទឹកនឹងតែមកធ្លុកប៉ុណ្ណេះសូម្បីខ្យល់ប៉ុណ្ណាក៏មិនអាចคล้ายជារលកប៉ុណ្ណដើមថ្នោតបានដែរតែបើទៅជាទឹកត្រពាំងទៅជាទឹកទន្លេទៅជាទឹកសមុទ្រយើងច្រើនឃើញថាចុងរលកចុងច្រាំងហ្នឹងគឺរលកធំជាងដើមច្រាំងសួរថាតើខ្យល់បក់ទឹកពីដើមច្រាំងហ្នឹងឲ្យវាមកដល់ចុងច្រាំងឬមិនមែនទេទឹកដែលនៅខាងដើមច្រាំងគឺនៅនឹងអត់បានមកដល់ចុងច្រាំងនេះទេប៉ុន្តែបើយើងមើលដោយភ្នែកឃើញរលកហ្នឹងបោលមកមែនទេឃើញបោលមកឧទាហរណ៍មួយយ៉ាងទៀតញាតិញោមដែលកន្លោះកតេលពេលញាតិញោមកន្លោះកតេលហាក់ដូចជាកតេលនឹងរត់ទៅមុខអញ្ចឹងប៉ុន្តែសួរថាតើកន្ទេលបានរត់ទៅអត់កន្ទុយតង់ដូចគ្នាអញ្ចឹងវិចហាក់ដូចជារត់ទៅអញ្ចឹង
ប៉ុន្តែត្រង់ណាវានៅតែត្រង់ហ្នឹងមកពីវាមានអាដើមនេះវាចាប់ដើមពេលពាត់ចឹងទៅហាក់ដូចជាវារត់ទៅយ៉ាងណាមិញយើងនិយាយដោយសន្មត់ថាពេលស្លាប់ទៅនឹងមានបដិសន្ធិនៅក្នុងភពថ្មីប៉ុន្តែអ្វីដែលចាស់នេះអត់បានទៅទេដោយចិត្តញាតិញោមមកស្ដាប់ធម៌ពេលនេះតាំងចិត្តនៅឯផ្ទះថាអញនឹងមកស្ដាប់ធម៌ចិត្តនឹងស្លាប់នៅឯផ្ទះបាត់ហើយឥឡូវមកដល់នេះគឺចិត្តថ្មីកើតថ្មីពីព្រោះបច្ច័យថ្មីអ្វីដែលកើតឡើងមិនខុសពីសម្លេងអាត្មាផ្ទះដែរសម្លេងនេះមុននឹងអាត្មាផ្ទះនៅតាណាមាននៅត្រង់ណាទេឮទៀតទេឮឲ្យវាទៅណាតែបើអាត្មាផ្ទះកុំឈប់វានឹងឮរហូតយ៉ាងណាជីវិតយើងដែលកំពុងបន្តទៅទៀតនេះណាដោយសារចិត្តវិញ្ញាណនៅតែការរលត់បន្តគ្នារហូតកាលណាចិត្តចុងក្រោយឈប់ជាបច្ច័យឲ្យកើតចិត្តមួយទៀតនៅក្នុងហតិយៈនេះហើយនៅត្រង់ហតិយៈនេះហើយយើងសន្មត់ថាស្លាប់សួរថាតើចិត្តមុនទៅណាថាចិត្តមុនរលត់ហើយប៉ុន្តែវាបាត់បង់ឯអំណាចរបស់វាអត់បាត់ទេឧទាហរណ៍ជាមួយនឹងរុក្ខជាតិយើងយកដើមដូងទៅដាំឬក៏ក្របផ្លែស្វាយទៅដាំក្របផ្លែស្វាយមានតួនាទីផ្ដល់នៅពូជផ្ដល់នៅជីវិតឬចាក់ចេញតែបន្តិចទេហើយដោះចេញដើមប្រហែលជា2ចាអាមប៉ុណ្ណឹងអស់ហើយប៉ុន្តែក្រោយពេលមកដើមស្វាយនោះពឹងរឹសដោយខ្លួនឯងឃើញទេពឹងរឹសដោយខ្លួនឯងកើតទៅជាដើមធំមានអាក្របស្វាយនឹងតាមចិញ្ចឹមទៀតទេក្របស្វាយនឹងតាមចិញ្ចឹមទៀតទេក្របស្វាយនឹងរលាយអស់ហើយអាត្មាពីក្មេងធ្លាប់ធ្វើត្រូអ៊ូនឹងទៅកោះអាដើមដូងគល់ដូងនឹងបានត្រឡោកដូងមួយដែលវាអស់សាច់ពីក្នុងហើយមកគោះទៅយើងចិត្តមកខាងទៅដាក់ស្បែកពោះស្បែកកែបទៅដាក់ងូកកក់ទៅត្រូអ៊ូហ្នឹងអញ្ចឹងលលាដូងនឹងនៅដីហ្នឹង4-10 ឆ្នាំក្រោយមកស្រាប់តែមានផ្លែនៅលើដើមដូចយើងឆ្ងល់ថាតើបន្ទាប់ពីស្លាប់ទៅនឹងចិត្តនឹងវាទៅរបៀបម៉េចថាចិត្តវាអត់ទៅណាទេវាកើតតាណាវារលត់ទៅនឹងប៉ុន្តែវាមានធម៌ពលវាមានអំណាចវាមានជាពូជដូចក្របដូងនឹងអញ្ចឹងបាត់បនធ្វើតែមួយគ្រាឲ្យច្រើនគ្រាដូចជាបនរបស់នាងលាជទេវធីតាប្រគេនលាជដល់ព្រះមហាកសបៈតែមួយជួងប៉ុន្តែដល់បានបននេះវាបានច្រើនមិនមែនលាជនឹងចេះបំលែងខ្លួនទេមែនទេហ្នឹងហើយដូចក្របស្វាយតែមួយប៉ុន្តែផ្លែលើដើមប្រមាណច្រើនអញ្ចឹងប្រសិនបើផ្លែនឹងវារត់ទៅផ្លែវិញវាបានតែមួយឯងមែនទេគិតតិចមើលតាមពិតវាឲ្យត្រឹមតែពូជទេវាឲ្យត្រឹមតែជីវិតទេតែខ្លួនវារលាយអស់ហើយវាអត់ទៅទៀតទេអញ្ចឹងយើងសួរថាមុននឹងផ្លែទៅផ្លែនៅត្រង់ណាថាវាអត់នៅតាណាទេមិនមែនអាផ្លែចាស់នឹងលូនតាមបដូលទៅចេញនៅលើដើមទេដូចយើងឆ្ងល់ថាបន្ទាប់ពីស្លាប់ទៅនឹងវិញ្ញាណវាចេញទៅតាមណាវាមានទៅតាមណាដូចដើមឈើអញ្ចឹងវាមានអាពូជដើមនឹងវាលូនទៅតាមបដូលហើយទៅចេញផ្លែលើដើមឯណាអត់ទេប៉ុន្តែអញ្ចឹងអាមុនរលត់ទៅនឹងឈឹងថាអត់ទេវាបានផ្ដល់ពូជឲ្យតាបានវារលត់ទៅវាបែកធ្លាយទៅប៉ុន្តែមុននឹងវាអស់ទៅនឹងវាបានផ្ដល់កំណើតមួយហើយឃើញទេដូចអ្វីដែលជាកម្មសពថ្ងៃនេះក្តីវារលត់ទៅមែនតែវាមានធម៌ពលបង្កើតវិបាកនៅក្នុងភពថ្មីយល់ទេយល់ខ្លះទេហ្នឹងហើយបើសិនជាវិញ្ញាណនឹងទៅកើតមនុស្សនៅតែមនុស្សនឹងឯងដោយសារមនុស្សមានសាសតតិដ្ឋិណាគឺយល់ថាមនុស្សកើតជាមនុស្សឆ្កែនៅតែជាឆ្កែហ្នឹងដែលយល់ថាមានវិញ្ញាណទៅទៀតដោយសារអញ្ចឹងប៉ុន្តែប្រសិនបើវិញ្ញាណនឹងវាទៅដដែលវិញ្ញាណនឹងវាទៅវិញ្ញាណនឹងមិនព្រមទៅកើតឆ្កែទេដូចយើងមនុស្សឯណាព្រមទៅកើតឆ្កែហើយបើកើតជាឆ្កែក៏វានៅដឹងអត់ទាំងអស់នោះឃើញទេតាមពិតដោយសារធัวនឹងរលត់អនិច្ចាវតសង្ខារាថងខារធัวទាំងឡាយមិនទៀងមែនពិតឧបច្ចន្តិឧបច្ចត្វាមានន័យថាកើតឡើងនិរិច្ឆន្តិមានន័យថារ
លត់អញ្ចឹងស្អីទៅជាសង្ខាររូបវេទនាសញ្ញាសង្ខារវិញ្ញាណទាំងអស់នេះឯងជាសង្ខារយល់ទេវាលែងតែព្រះនិព្វានមួយទេដែលជាវិសង្ខារឬក៏អសង្កតធម៌ចំណុចត្រង់នេះគឺជាការត្រាស់ដឹងរបស់ព្រះពុទ្ធណាញាតិញោមប្រសិនបើមនុស្សយល់ត្រង់នេះវាតេដែលយល់ថាអូត្រូវយកពលឹងទៅនៅជាមួយព្រះអញ្ចឹងចុះនិយាយមកវាខ្សោះហ្មងដោយពីក្មេងអាត្មាចាញ់បោកញោមប្រុសអាត្មាអញ្ចឹងអាត្មាដើរទៅវត្តលឺមេក្រូដល់លឺមេក្រូទៅមើលមេក្រូហ្នឹងហើយមើលអាដាតវាទៅអញ្ចឹងហើយមើលគូតវាទៅប៉ុណ្ណេះហើយអាត្មាសួរញោមប្រុសថាតែមនុស្សក្នុងហ្នឹងប៉ុណ្ណវាស្រែកលឺម៉េះសួរគាត់អញ្ចឹងអានឹងឆ្ងល់យើងស្មានតែមាននៅក្នុងហ្នឹងហើយបានញោមប្រុសមិនដឹងថាគាត់ថាឈរអាត្មាឬក៏គាត់លឺមកពីណាទេគាត់ថាមនុស្សនៅក្នុងហ្នឹងសិតតែមនុស្សខ្ទើយទូចពងកដោវាប៉ិនសរសៃស្បើមគាត់ថាអញ្ចឹងហើយអាត្មាក៏ជឿទៅជឿថាមានមនុស្សនៅក្នុងហ្នឹងមែនអញ្ចឹងនៅពេលដែលយើងមិនដឹងយើងមិនអាចវិនិច្ឆ័យបានយើងពិតជាយល់ថាប្រកាសជាមានមនុស្សក្នុងហ្នឹងបានវាលឺនិយាយនោះមែនទេជឿអញ្ចឹងដល់ទៅពេលយើងធំឡើងយើងដឹងថាអានឹងគ្រាន់តែថតយកសម្លេងយកទៅចាក់ថាឥឡូវវៀតណាមមកបង្ខំឲ្យយើងជឿថាមានមនុស្សក្នុងហ្នឹងទៀតយើងជឿអត់យកជឿទេអញ្ចឹងបានជាអ្នកមកកាន់ពុទ្ធសាសនាណាសិតតែដំបូងនៅក្នុងសាសនាដទៃទាំងអស់ពីព្រោះពុទ្ធត្រាស់ដឹងដំបូងមានតែម្នាក់ឯងក្រៅពីនឹងសិតតែព្រហ្មញ្ញសាសនាភាគច្រើនដែលជឿថាបូជាយ៉ាញ់ទៅពលឹងទៅនៅជាមួយព្រះព្រហ្មយើងមើលសរិបុត្រមកកលៀនកាន់សាសនាអីព្រហ្មញ្ញសាសនាឃើញទេប៉ុន្តែបំផុតដល់ទៅយល់លះបង់ស្អីទាំងអស់មកនៅជាមួយព្រះអង្គហើយជួយផ្សព្វផ្សាយនៅឱវាទហ្នឹងឃើញទេអញ្ចឹងចំណុចនេះគឺជាចំណុចដែលគេមិនងាយបានយល់ឡើយគឺជាចំណុចត្រូវយកបរមត្ថធម៌មកនិយាយអញ្ចឹងហើយបានជាក្នុងអត្ថកថាធម្មសង្កណីព្រះអង្គសម្ដែងថាបុគ្គលអ្នកសម្ដែងធម៌ប្រសិនបើមិនអាចច្បាស់នៅក្នុងបរមត្ថធម៌នឹងទេព្រះអង្គមិនហៅឈ្មោះថាធម្មកថាទេមានន័យថាព្រះអង្គមិនអាចសង្ឃឹមបុគ្គលនឹងបានទេអំពីការវែកញែកថាត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធលុះតែបុគ្គលឯណាច្បាស់លាស់នៅក្នុងបរមត្ថធម៌បែកបញ្ញត្តិនិងបរមត្ថឲ្យដាច់ពីគ្នាបានទើបតថាគតហៅថាជាធម្មកថាព្រោះហេតុដូច្នោះទើបព្រះអង្គសរសើរដូចជាព្រះមោគលានជាដើមព្រះអង្គថាមោគលានសម្ដែងត្រូវហើយមោគលានពោលបានល្អណាស់ដូចជាតថាគតអញ្ចឹងនៅពេលដែលមោគលានបានបែងចែកបរមត្ថនិងបញ្ញត្តិនឹងដាច់ពីគ្នាញាតិញោមហ្នឹងហើយអញ្ចឹងបានថាធัวបរមត្ថហ្នឹងវាជ្រៅដោយសភាវៈអញ្ចឹងទៅការដែលក្រន់តែចេះនៅបរមត្ថធัวដែលព្រះអង្គទ្រង់សម្ដែងព្រះអង្គចាត់ចូលក្នុងរតនបុគ្គលក្រក្នុងលោកមួយពីព្រោះវាមិនងាយបែកនៅក្នុងហ្នឹងណាវាអត់ងាយបែកទេហើយបែកតែម្នាក់ឯងយកទៅនិយាយគេថាយើងលប់ទៀតពីព្រោះវាជ្រៅហួសពីអ្វីដែលមនុស្សគិតឃើញយល់ទេប៉ុន្តែបើយើងរៀនទៅពិតជាមានមេរៀនហើយនិយាយទៅវាត្រូវអញ្ចឹងមែនហើយបោកប៉ាន់មើលទៅដូចគណិតវិទ្យាអញ្ចឹងអត់ខុសអីបន្តិចទេដូចបរមត្ថធម៌និយាយពីសម្ពយុទ្ធនិយាយពីសង្ឃហៈនិយាយពីសហជាតិធម៌នោះគឺវាមានប្រព័ន្ធប្រស្រ័យតាក់ទងគ្នាអញ្ចឹងតែម្ដងហ្នឹងអញ្ចឹងហេមិនអីបានទៅដល់ហ្នឹងសួររឿងស្អីវាទៅមិនទៅឬក៏ចិត្តហ្នឹងវាទៅជាមួយថាវាកើតតណាវានៅតនឹងដូចអាត្មានិយាយពីទឹករលកចឹងប៉ុន្តែវាមានអំណាចវាមានធម៌ពលខ្យល់វាសង្កត់ទឹកកាលណាបកមកវាសង្កត់ទឹកទៅវាផត់ដល់ផត់ទៅអាខាងមុខបន្តិចវាពើងដល់ពើងវាមានទម្ងន់ហើយវាធ្លាក់ទៅវិញហើយរួមនឹងខ្យល់ចិត្តតែបន្ថែមទម្ងន់បន្តិចទៅធ្វើឲ្យរលកហ្នឹងកាន់តែធំប៉ុន្តែយើងមើលដោយភ្នែកហាក់ដូចជាទឹករលកហ្នឹងវាបោលទៅអញ្ចឹងណាប៉ុន្តែតាមពិតទឹកហ្នឹងគឺឡើងចុះចង់ច្បាស់គឺយកកំសួលមួយយើងចងយកទៅបដាច់ទឹកហ្នឹងដាក់ដុំថ្មបតោកទៅក្រោមទៅទឹកវាចេះតែប៉ងផត់អញ្ចឹងប៉ុន្តែកំសួលហ្នឹងឡើងចុះតែមួយកន្លែងហ្នឹងឯងមានន័យថាទឹកអត់បានទៅទេអ្វីដែលបញ្ជូនទៅគឺធម៌ពលយល់ទេកម្លាំងទឹកមួយវាពើងឡើងហើយវាសកត់ទៅវិញធ្វើឲ្យមួយទៀតកើតឡើងយ៉ាងណាមិញនៅក្នុងចិត្តវិញ្ញាណរបស់យើងហ្នឹងមានឈ្មោះហេតុបច្ច័យមានឈ្មោះបច្ច័យ22ហ្នឹងបច្ច័យមានន័យថាជាធម៌ធ្វើឲ្យរបស់មួយទៀតកើតឡើង
ធัวណាដែលកើតបន្ទាប់ហៅថាបច្ចយុប្បន្នធัวមានន័យថាទទួលអំណាចពីបច្ច័យចាស់ប៉ុន្តែអាចារ្យនឹងរលត់ប៉ុន្តែរលត់ឲ្យធ្វើឲ្យអាថ្មីកើតឡើងបន្តគ្នាយ៉ាងនេះហៅថាសន្តានគឺតំណរូបធម៌នាមធម៌នឹងអញ្ចឹងប៉ុន្តែញាតិញោមនឹងយល់បានញាតិញោមផ្ដើមរៀនណាផ្ដើមរៀនតិចតិចឲ្យអាត្មាគិតថាចង់យល់បរមត្ថធម៌នឹងសម័យនេះអាត្មាគិតថាមិនពិបាកទេមិនពិបាកព្រោះកាសែតមានណាសំឡេងពធបរៀនអីមានសភៅធម៌ក៏មានច្រើនឆ្ងាយឆ្ងល់អីក៏អាចមានអ្នកសួរច្រើនជាងមុនអាត្មាផ្ដើមរៀនដំបូងអាត្មាក៏មិនបានទៅអង្គុយរៀនពីគ្រូណាផ្ទាល់ដែរណាញាតិញោមរឿងបរមត្ថធម៌នេះអាត្មារៀននៅសាលាពុទ្ធិកៈហ្នឹងចង់ស្វែងយល់អំពីអភិធម្មហ្នឹងក៏អត់មានគ្រូណាបរៀនបានដែរទីបំផុតលោកគ្រូហ្នឹងគាត់យកពីអាត្មាទៅរៀនវិញទេពីព្រោះអីពីព្រោះវាអត់មានកន្លែងណាដែលបើកសាលាបង្រៀននឹងច្បាស់លាស់ដូចនៅថៃនៅភូមិនៅថៃភូមិគេមានសាលាគេច្បាស់លាស់ដោយឡែកនៅខ្មែរយើងមិនតាន់មានទេអ្នកដែលអាចចេះអភិធម្មនៅស្រុកខ្មែរគឺឆន្ទៈផ្ទាល់ខ្លួនទេណាមានសំណាក់សិក្សា 2-3 កន្លែងនោះគឺស្វះស្វែងដោយខ្លួនឯងមែនទែនហើយក៏គួរឲ្យសរសើរផងដែរដែលអត់មានសាលាអប់រំដោយស្តង់ដារជាតិឲ្យចេញជាអញ្ចឹងហើយអាចក្រោកឡើងដោយខ្លួនឯងយកធននឹងទៅប្រាប់គេបានបើដូចនៅថៃគេមានសាលាមានសញ្ញាបត្រទៀតអភិធម្មឯណាតែនៅខ្មែរយើងនៅតែឯកជនអញ្ចឹងគឺជាស្មារតីម្នាក់ដែលលះបង់ទេនៅស្រុកខ្មែរយើងប៉ុណ្្នឹងចាស់ចប់ហ្នឹងសួរទៀតប៉ុន្តែសួរពីចងាយអញ្ចឹងអត់ចូលមកក្នុងនេះព្រះអង្គមានពុទ្ធកាថាមាននាងម្នាក់គឺមានអារម្មណ៍ឃើញលោកទេសហើយមានចិត្តស្រឡាញ់មានចិត្តដូចថាប្រហែលជាព្រះអង្គនឹងទេសព្រោះហើយមានពុទ្ធកាព្រោះក្នុងការទេសនាហើយអារម្មណ៍ចិត្តនាងហ្នឹងមានគិតឃើញថាព្រះអង្គនេះប្រហែលជាស្វាមីឬស្អីពីជាតិមុនណាតើនាងនឹងមានប៉ុន្តែមានចិត្តអញ្ចឹងតាមបាបឬអត់ណាហើយសំណួរមួយទៀតដែលព្រះអង្គថាមានពុទ្ធកាថាធ្វើបុណ្យយើងបញ្ជូនតាមអ្នកដទៃហើយនឹងធ្វើផ្ទាល់តើបុណ្យនឹងបានកសលដូចគ្នាឬអត់កណាមានតែប៉ុណ្្នឹងទេព្រះអង្គគួយស្ដាប់ធម៌ទៅដូចថាវាព្រោះហ្នឹងហើយព្រះអង្គមានគ្រប់អើយបើនិយាយពីអ្នកដែលខូចចិត្តដោយសារព្រះអង្គមិនដឹងប្រមាណទេញាតិញោមដូចនាងមេកុនតយាអីនេះមិនស្រឡាញ់ព្រះអង្គដំបងឡើយណាប៉ុន្តែស្រឡាញ់មិនបានមិនគុំជាមួយព្រះអង្គចឹងបានធัวទៅនាំឲ្យកើតពីវេរាគឺអាស្រឡាញ់ស្អប់ហ្នឹងណាអាស្អប់ក៏កើតចំណែនហើយស្រឡាញ់វាទៅជាហួងហែងមិនបានស្អប់បដ ாய் អញ្ចឹងខណៈស្រឡាញ់ហ្នឹងញោមសួរថាវាបាបទេបាបហើយអង្គធោគឺស្អីគឺលោភៈយល់ទេលោភៈប៉ុន្តែបើខណៈស្រឡាញ់ក្នុងចិត្តអញ្ចឹងនោះលោកសង្ឃក៏ចេះស្រឡាញ់ដែរมันអាចកាត់វិន័យបានទេប៉ុន្តែបាបផ្លូវចិត្តបាបហ្នឹងក៏មិនអាចជាបច្ច័យឲ្យធ្លាក់នរកបានដែរតែវាធ្វើឲ្យបុណ្យខ្សោយយល់ទេអាស្រឡាញ់ទៅនៅក្នុងចិត្តណាមកលើកឧទាហរណ៍មួយញោមយល់ចៅម្នាក់ហ្នឹងពីមុនកូនសេដ្ឋីដល់ពេលរស់នៅហ្នឹងឪពុកម្ដាយអត់ឲ្យរៀនសូត្រដោយគិតថាហើយកូនយើងមានតែមួយទោះបីឲ្យចាយមួយថ្ងៃ1000មួយថ្ងៃ1000កហបណៈចាយដល់ទៅចាស់ក៏មិនអស់ទេមិនបាច់ឲ្យកូនរៀននាំពិបាកដល់តែអស់ពីឪពុកម្ដាយទៅសែបគប់មិត្តអត់ល្អចាយមិនបានប្រហែលឆ្នាំអស់ហលីងទ្រព្យសម្បត្តិហ្នឹងអស់ហលីងទៅមិនដឹងទៅរលុយណាវាមិនដែរចេះរនោះតែអញ្ចឹងទៅមិត្តភ័ក្តិគេថាមានវិធីរលុយស្រួលមិនប្លន់នាំទៅប្លន់ហើយអត់ចេះប្លន់ទៀតគេឲ្យចាំមាត់ទ្វារហ្នឹងឲ្យលើកពនួងចាំបើឃើញម្ចាស់មកឲ្យវាយហើយវាមិនប្រសពហ៎ដល់ពេលលោកពនួងអញ្ចឹងទៅឃើញគេមកភាំងទៅមិនដឹងធ្វើម៉េចគេមានវាយគេនោះគេស្រែកចោលគេចាប់បានទៅរាជបរោះចាប់បានយកទៅស្លាប់គេឲ្យអាហារមុនពេលស្លាប់ឲ្យនំមុនស្លាប់គេឲ្យមកចំអែតចុះរៀបនឹងបរិភោគស្រាប់តែប្រមោកលៀនទៅបិណ្ឌបាតគិតថា
ទោះបីជាបរិភោគឆ្អែតដល់ថ្ងៃស្អែកគង់តែស្លាប់ដដែលអញ្ចឹងធ្វើបុណ្យក៏ដាក់បាតព្រះមោគលានទៅបុណ្យហ្នឹងលោកសម្ដែងថាមានអំណាចអាចឲ្យបដិសន្ធិក្នុងតាបតឹងនៅមួយព្រះអិនប៉ុន្តែអ្នកឲ្យនំនឹងនរណាគេគឺកូនក្រមុំគេយល់ទេដល់តែអញ្ចឹងទៅជ្រះថ្លាវាជ្រះថ្លាហើយតែចិត្តវាជាប់ជំពាក់ជាមួយម្ចាស់នំមកចិត្តនឹងវាស្រឡាញ់គេអូយនាងអីក៏ចិត្តល្អម្លេះសូម្បីតែអញអាក្រក់ប៉ុណ្ណឹងហើយក៏នៅតែចិត្តអាណិតអញទៀតចិត្តនឹងវាជាប់ជំពាក់ហ្នឹងណាដល់តែជាប់ជំពាក់វាមិនញ៉ាំងទៅធ្លាក់នរកទេប៉ុន្តែវាកាត់បន្ថយបុណ្យរបស់គាត់បុណ្យដែលត្រូវបានទៅតាវតឹងមួយប្រអិនស្រាប់ទៅបានត្រឹមចាតមហារាជការវាទៅកាត់បន្ថយអាចិត្តជាប់ជំពាក់ហ្នឹងវាកាត់បន្ថយយល់ទេណាហ្នឹងហើយអាចិត្តអញ្ចឹងអានឹងយើងថាបាបឬបុណ្យបាបហ្នឹងប៉ុន្តែវាបាបផ្លូវចិត្តវាទៅរំខានបុណ្យដែលត្រូវមានកម្លាំងច្រើនវាទៅជាមានកម្លាំងខ្សោយឃើញទេតែឲ្យវាធ្លាក់នរកដោយសារអញ្ចឹងវាអត់ទេយ៉ាងច្រើនបើថាជាប់ជំពាក់ខ្លាំងមកកើតទៅកែនៅក្នុងឯងប៉ុណ្្នឹងឯងទេហើយមួយទៀតញោមសួរថាតើបុណ្យដែលធ្វើដោយផ្ទាល់ដៃនិងបុណ្យដែលផ្ញើគេវាខុសគ្នាយ៉ាងម៉េចតាមពិតអាស្រ័យលើចិត្តដដែលញាតិញោមផ្ទាល់ក៏ដោយបើមិនសូវជ្រះថ្លាវានៅតែមិនសម្បូរអញ្ចឹងបានជានិយាយដូច្នេះព្រះសម្មាសម្ពុទ្ធសម្ដែងប្រពកូនរបស់អនាថបណ្ឌិកសិទ្ធិនៅពេលមួយនាងសុផតទានឹងនៅឯអុកកនគរចម្ងាយ121យោជន៍ប្រពសេចក្តីព្យាយាមជ្រះថ្លាចំពោះព្រះអង្គហើយចិត្តនឹងវាជ្រះថ្លាខ្លាំងណាស់ក្រោយពេលដែលឪពុកក្មេកនឹងផ្ចាញ់មកនាងក៏បាចផ្កាម្លិះពីចម្ងាយសូមអរតនាព្រះអង្គពីចម្ងាយបាចទៅដោយចិត្តជ្រះថ្លាខ្លាំងហើយអំណាចកុសលរបស់នាងខ្លាំងនាងជាអរិយបុគ្គលផងផ្កានឹងអណ្ដែតតាមអាកាសទៅបាំងឲ្យព្រះអង្គរៀបគ្នានៅលើអាកាសលំហអាកាសចឹងប៉ុន្តែរៀបគ្នារបៀបដូចជាញាតិញោមក្រងចឹងណាក្រងបាំងពីចំហៀងឯពីក្រោយពីលើ8ក្តាប់ហ្នឹងនៅពេលដែលទេសនាចប់អនាថបណ្ឌិកចូលទៅមុនគេនិមន្តព្រះអង្គឆាន់ក្នុងថ្ងៃស្អែកព្រះអង្គថាតថាគតទទួលនិមន្តគេហើយបានលោកសិទ្ធិតាទេទូបង្គំនៅនឹងអង្គុយមុខគេអត់តាន់ឃើញអ្នកណានិមន្តតើអ្នកណាអីក៏មានសំណាងជាងខ្ញុំព្រះអង្គទៅទៀតគឺកូនរបស់សិទ្ធិនឹងឯងនាងនៅអុកកនគរនៅចង្ងាយមុនបានដែរហើយកាលនោះអត់មានទូរស័ព្ទផងតែយើងឥឡូវយើងមិនអាចផ្កានដែរទៅបានមានទូរស័ព្ទដែរតាហ្នឹងហើយស្អែកឡើងព្រះអង្គទៅដល់ប៉ុន្តែព្រះអង្គប្រាប់អនាថបណ្ឌិតសិទ្ធិថាបុគ្គលជាសត្វបរោះទោះបីជានៅឆ្ងាយដូចជាភ្នំហេមពៀនក៏រមែងប្រកាសដូចជានៅក្នុងទីចិត្តគ្នានិយាយរួមគឺធាតុវាត្រូវគ្នារីឯអសប្បរោះទោះបីជានៅក្នុងទីចិត្តក៏រមែងមិនប្រកាសឡើយដូចជាព្រួញដែលគេបាញ់ក្នុងពេលរាត្រីចឹងមិនតាន់ព្រួញនឹងរត់ផុតពីខ្សែហងមើលលែងឃើញបាត់ទេមិនដឹងថាវាធ្លាក់ទៅណាទេកុំថាឡើយរត់ទីធ្លាក់សំបីតាវាអត់តាន់ទាំងរួចពីខ្សែព្រួញផងយើងមើលលែងឃើញបាត់ចង់និយាយថាធัวចិត្តនិងធัวឆ្ងាយទូរេវាសន្តិកេវានៅក្នុងតតននដែលលោកសូននោះធัวចិត្តនិងធัวឆ្ងាយប្រងនិយាយពីរបស់ឆ្ងាយ4ទី1គឺមេឃនិងដីឆ្ងាយពីគ្នាណាទី2ត្រើយសមុទ្រមកខាងម្នាក់ឆ្ងាយឬក៏ចិត្តឆ្ងាយណាទី3ទីព្រះអាទិត្យរះហើយនឹងទីព្រះអាទិត្យលិចឆ្ងាយគ្នាណាមិនដែលជួបគ្នាទេទី4ដែលអ្វីដែលព្រះអង្គចង់សម្ដែងគឺធោសប្បរោះនិងអសប្បរោះឆ្ងាយគ្នាមែនទែនទោះបីមើលមុខគ្នាក៏ដោយប៉ុន្តែចិត្តខុសគ្នានិស្ស័យខុសគ្នាមានន័យថានៅឆ្ងាយពីគ្នាប៉ុន្តែនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយបើធៀបដូចគ្នាឈ្មោះថានៅចិត្តគ្នាហើយព្រំដែនឋានសួគ៌និងព្រំដែននរកនោះជាប់គ្នាទេ
ពីព្រោះអីប្រសិនបើទេវតាធ្វើអាក្រក់តែមួយខណៈចិត្តប៉ុណ្ណោះដល់ហើយមិនបាច់យូរដោយអាត្មាមកអាមេរិកនឹងផងតែមកព្រឹបឯដល់អញ្ចឹងកុសលនិងកុសលទោះបីជាមនុស្សនិងទេវតាឈ្មោះថានៅចិត្តគ្នាប៉ុន្តែមនុស្សនៅចិត្តគ្នាតែមួយចិត្តជាកុសលមួយចិត្តជាអកុសលឈ្មោះថានៅឆ្ងាយគ្នាសរុបសេចក្តីមកគឺធម៌ទាំងឡាយកើតពីចិត្តសម្រាប់អំពីចិត្តប៉ុន្តែហេតុអីបានជាព្រះអង្គសរសើរអំពីសហដ្ឋាទាននឹងទេតេការធ្វើទានដោយដៃខ្លួនឯងឈ្មោះថាជាទានប្រសើរហេតុអីណាហេតុអីបានជាព្រះអង្គសម្ដែងតែនឹងសម្ដែងត្រង់នឹងគឺដើម្បីកុំឲ្យយើងប្រមាទក្នុងការឲ្យទានយល់ទេដើម្បីកុំឲ្យប្រមាទក្នុងការឲ្យទានឧទាហរណ៍ថាដោយអាត្មាឃើញអ្នកអាមេរិកនឹងមួយមិនដឹងទៅពីតាណាទេណាគាត់ទៅធ្វើទាននៅស្រុកខ្មែរគាត់ធ្វើបុណ្យធំនៅពេលទៅហ្នឹងគាត់បែកមិត្តភ័ក្ដិគាត់យូរគាត់អង្គុយតែជាមួយមិត្តភ័ក្ដិនឹងជជែកគ្នាលេងនៅក្រោមផ្ទះអញ្ចឹងទៅដល់ពេលនមស្ការក៏មិនទៅធ្វើស្អីក៏មិនទៅធ្វើទាំងអស់ដល់ពេលប្រកេនចង្ហាន់ចុងក្រោយវេដល់ពេលវេចង្ហាន់ចុងក្រោយហ្នឹងតែអាចារ្យប្រកាសតាមមេក្រូ2 3ដងអូនអើយឡើងមកចុងក្រោយស្រែកថាឲ្យអាចារ្យនឹងវិញថាជីខ្ញុំហៅតែឯងមកនឹងហៅមកធ្វើអីខ្ញុំហៅមកធ្វើឲ្យនឹងតាបើខ្ញុំនៅធ្វើដដែលហៅតែឯងមកទៅឯងមើងងាយទៀនឃើញទេគាត់មិនមែនជ្រះថ្លាធ្វើដោយយល់ដឹងទេយល់ទេដែលព្រះអង្គសម្ដែងថាសហដ្ឋាទាននឹងទេតេនឹងគឺដើម្បីកុំឲ្យយើងប្រមាទក្នុងការឲ្យទានកុំឲ្យដូចបោះឲ្យកុំឲ្យដោយការខ្ជិលអូខ្ជិលទៅអាយុទៅរបៀបខ្ជិលអញ្ចឹងប៉ុន្តែដូចញាតិញោមជួបបញ្ហានឹងញាតិញោមផ្ញើពីនេះទៅឈ្មោះថាញាតិញោមក៏បានធ្វើផ្ទាល់ដៃដែរឧទាហរណ៍ថាជាមួយលោកអាចារ្យឬក៏ជាមួយព្រះសង្ឃញាតិញោមបានយកទៅប្រគល់ផ្ទាល់ដៃគ្រាន់តែមិនផ្ទាល់នៅទីនោះប៉ុន្តែបានផ្ទាល់នៅក្នុងទីនេះឈ្មោះថាផ្ទាល់ដូចគ្នាការដែលព្រះសម្មាសម្ពុទ្ធសម្ដែងអំពីការផ្ទាល់ដើម្បីកុំឲ្យតែយើងប្រមាទប៉ុណ្ណោះប៉ុន្តែម្យ៉ាងទៀតមិនផ្ទាល់នៅតែបានបន់ច្រើនអាត្មាឧទាហរណ៍ឲ្យញាតិញោមស្ដាប់ឧទាហរណ៍ថារាល់ព្រឹកជីដូនម្នាក់ហ្នឹងគាត់ធ្វើបន់ដាក់បាតព្រះសង្ឃគាត់ដាក់ដោយផ្ទាល់ដៃខ្លួនគាត់ប៉ុន្តែថ្ងៃក្រោយមកគាត់អាពាតមានជំងឺនៅលើក្រេក្រោកមិនរួចគាត់ក៏ឲ្យកូនចៅយកទៅដាក់សួរថាគាត់មើងងាយទៀនហ្នឹងទេគាត់មើងងាយទេការដែលគាត់មិនទៅដាក់ដោយដៃខ្លួនឯងមិនមែនមកពីការប្រមាទទេគឺដោយសារគាត់ដើរមិនរួចឃើញទេគឺមកពីអញ្ចឹងទេតែចិត្តគាត់ដល់អត់ដល់កាលណាចិត្តដល់គឺដល់ហើយម្យ៉ាងទៀតគាត់នៅតែដាក់រួចប៉ុន្តែគាត់មានទស្សនវិស័យមួយថឹងធ្វើបន់តែអញអញ្ចឹងកូនចៅអត់ចេះមិនកើតទេអញ្ចឹងគាត់បង្រៀនចៅណាចៅដាក់បាតលោកចៅគាត់អត់ដាក់ខ្លួនឯងគាត់បង្រៀនចៅឲ្យដាក់សួរតែចិត្តគាត់ប្រមាទទេអត់ប្រមាទទេសម្រេចនៅលើចិត្តដដែលដូចនាងអនោជាអញ្ចឹងយកផ្កាននងព្រៃ2ទងយកទៅបូជាបច្ចេកដីទៅមិនតាន់ដល់ចេតិយផងត្រូវមេគោជួលស្នាប់នៅតាមផ្លូវសួរថានាងទៅដល់ចេតិយនៅប៉ុន្តែចិត្តនាងដល់អត់ដល់ភ្លឹបទៅកើតជាទេពធីតាលឿងទាំងអស់ស្អាតលឹងទេវតាសលេវភ្នែកគ្រប់គ្នាសំខាន់គឺចិត្តដល់យល់ទេទោះបីជានៅចិត្តក៏ដោយតែបើអត់ជ្រះថ្លាដូចនាងចេញចានៅចិត្តឯនៅឆ្ងាយនៅចិត្តព្រះអង្គឯនៅឆ្ងាយនាងចេញចាមិនមែនត្រឹមចិត្តទេច្អល់មុខព្រះអង្គទៀតណាហ្នឹងអញ្ចឹងបើអញ្ចឹងចប់ហើយណាអស់ហើយណាអស់ញាតិញោមហ្នឹងអស់បានហើយអញ្ចឹងបានហើយចឹងការសម្ដែងមកនឹងការបកស្រាយបញ្ហាលើសលួសខ្វះខាតយ៉ាងណាសូមអធិស្ឋានទៅហើយសូមអនុមោទនាយកតែចំណុចល្អប៉ុណ្ណោះចាស់សូមអនុមោទនាប្រាក់បូជាពធទេសនាបានតែជា210 210ហ្នឹងគង់នៅក្នុងទីនេះសិតតែព្រះគ្រូចារិកាហើយសូមឲ្យញាតិញោមបានជ្រះថ្លាបន្តទៀតណាប្រាក់បូជាពធនេះទុកជាបច្ច័យ4ដែលគុណទាំង3ព្រះអង្គនេះដោយដែលគុណម្ចាស់វត្តនេះបានច្រើនជាងគេឲ្យប្រវត្តិណា110ហើយ
ទីគុណ2អង្គទៀតគឺ1អង្គ$50ហ្នឹងទឹកប្រាក់ដូចតែបានបែងចែកនេះសូមទុកដាក់ក្នុងដៃវិយាបច្ចៈរបស់ទីគុណម្ចាស់គ្រប់ព្រះអង្គសូមនិមន្តប្រើប្រាស់តាមសេចក្តីត្រូវការដើម្បីជាប្រយោជន៍ដល់ខ្ញុំកណ្ណាផងនិងញាតិញោមដែលបានបូជាធម៌ក្នុងទីនេះទាំងអស់